ប្រហែលឆ្នាំហើយស្មានមកដល់ឋានដែរបានជួបម្ចាស់បំណុលចលងខ្មោចទៀតបំណុលកំបិតឋានមនុស្សមានន័យស្អីយកល្អនៅទីនេះតាំងសិលជាមួយពួកខ្ញុំវិញទៅសប្បាយជាងណាសប្បាយជាមួយគ្នាឲ្យខ្ញុំបម្រើក្តីសុខរបស់មនុស្សទៅឲ្យខ្ញុំបម្រើលោកទៅណាលោកណាបិសាចខ្លាំធំហៀរំខានអារម្មណ៍យើងចលងខ្មោចទី12ទីបំផុតខ្ញុំហាត់បានសម្រេចហើយចៅល្ងើម្ចាស់បំណុលកំបិតជួយគេមិនជួយខ្លួនឯងមានគ្រោះទាំង8ជាប់ខ្លួនស្លាប់คล้าย10ឆ្នាំគ្រាន់តែពជាគ្រោះមកដល់តែប៉ុណ្ណោះតាខ្ញុំគួរធ្វើយ៉ាងម៉េចទើបអាចឆ្លងផុតគ្រោះនោះតាឲ្យ100គ្រួសារចម្ពាក់កំបិតភ្ជាប់ពាក្យ12គ្រួសារឲ្យឯងតែមានតែហ្វុងជូឆយ3គ្រួសារនេះទេត្រូវនឹងវាសនារបស់ឯងឲ្យតែឯងរៀបការជាមួយស្រីម្នាក់ក្នុងចំណោម3គ្រួសារនឹងហើយទាបបំណុល11កំបិតគ្រួសារទើបអាចគេចពីគ្រោះនេះបានតែគ្រួសារជូនឹងឆយបាត់ដំណឹងឈឹងមានតែវត្ថុស័ក្តិសិទ្ធិចលងខ្មោចទេទើបឯងរកឃើញឯងសល់ពេលមិនច្រើនទេឆាប់ចុះពីភ្នំប្រមូលលិខិតភ្ជាប់ពាក្យមិនចឹងគ្រោះនឹងធ្លាក់មកដល់ស្លាប់ជាក់ជាមិនខានគ្រួសារជូនឹងឆយរិស័យធ្លាក់ចុះមកពីហានហ្វុងសិស្សប្អូនឯងរៀបរៀងបំផ្លាញឯងត្រូវបញ្ញាប់ប្រមូលលិខិតភ្ជាប់ពាក្យកំចាត់គ្រោះថ្ងៃក្រោយលោកតាកុំព្រួយអីត្រឹមកិច្ចសន្យាប្រហែលស្លឹកមិនលំបាកដល់ខ្ញុំទេខ្ញុំមកពីឋានរុងគ្មាននរណាហ៊ានយកជីវិតខ្ញុំជានៅចន្លងខ្មោចប្រយុទ្ធទាំងមិនដោយនឹងទៅតឹងអ្នកណាខ្លាំងអ្នកណាខ្សោយដល់ពេលបែកចែកឈ្នះចាញ់ហើយលោកតានេះជាអ្វីគង់ហើយមាននៃវិមានទេវតាដែលមានឥទ្ធិពលខ្លាំងក្លាអាចប្រពៃពិធីដ៏ធឹកអធមសូមស្វាគមន៍ព្រះរាជបុត្រាចន្លងខ្មោចត្រឡប់មកសាជាថ្មីពេលនេះមហាសាយសន្តិភាពសុជីវធម៌ទាំងអស់នេះមិនចាំបាច់ទេស្ថានភាពគ្រួសារហ្វុងយ៉ាងមិនទៅហើយព្រះបុត្រាពេលនេះស្ថានភាពបានកំណត់គ្រួសារហ្វុងក៏មិនធ្វើឲ្យខកបំណងដែរមានងារជាមេគ្រួសារអភិជនឲ្យទៅលុបភ្ជាប់និស័យរួចប្រមូលបំណុលកំបិតពួកគេនឹងអាចឡើងធ្វើជាគ្រួសាររាជវង្សធ្វើបានល្អដល់ពេលធ្វើឲ្យដាច់ស្រេចហើយឲ្យទៅរៀបការជាមួយកូនស្រីដើមគ្រួសារហ្វុងនឹងអាចរួចបានប្រាសម្លេងជួងក៏ហៅគ្រប់ក្រុមគ្រួសារធ្វើពិធីឲ្យបុត្រាឲ្យកូនប្រុសខ្ញុំរៀបចំដល់ពេលនោះកូនស្រីដើមគ្រួសារហ្វុងក៏ចូលរួមដែរជួយទាបំណុលកំបិតល្អភ្ជាប់និស័យរួចគឺចាប់កិច្ចសន្យាបំណុលកំបិតទី1ទាបានដោយមិនចាំបាច់ន័យហត់ព្រះបុត្រាជប់សិនអេស៊ឺនាងមកធ្វើអីលើកថាលោកតាបានតែខ្ញុំមិនជឿ10ឆ្នាំខ្ញុំចាំលោកអត់10ឆ្នាំពេលនេះបានឃើញលោកសុខសាន្តពីអ្នកយើងមាននិស័យគ្មានវាសនាចាំបាច់ធ្វើអញ្ចឹងធ្វើអីលើខ្លួនខ្ញុំមានហេតុនឹងផលច្រើនពេកលែងជាជីសង្សៀវដូចមុនទៀតតែខ្ញុំដឹងអស់ហើយតែបានជួបលោកម្ដងទៀតខ្ញុំសប្បាយចិត្តណាស់ទោះយ៉ាងណាក៏ខ្ញុំគ្រប់គ្រងលោកដែរទោះលោករៀបការជាមួយប្អូនស្រីខ្ញុំក៏ខ្ញុំជូនពរដល់ចិត្តស្មោះដែរសុំទោសបំភ្លេចខ្ញុំចោលទៅទុកថាខ្ញុំស្លាប់ក្នុងអបតហេតុចុះកិច្ចសន្យាគ្រួសារហ្វុងខ្ញុំត្រូវតែយកវិញមង្គលការក៏ប្រពតាមនឹងដែរហើយអ្វីរឿងប្អូនស្រីនាងបន្លំធ្វើជាកូនស្រីដើមនាងមិនរំលឹកអ្នកណាអាចស្មានដឹងគ្រួសារលីដែលល្បីមហាសែគឺកូនស្រីដើមដូចនាងដែលត្រូវគ្រួសារហ្វុងដេញចេញជាអ្នកបង្កើតឡើងព្រំដែនសម្ដេចហួងជាងបានសាងគុណសម្បត្តិបានជួបថ្ងៃនេះពិតជាសង្ហាសមសួនមែនគ្រួសារហ្វុងអាចមានថ្ងៃនេះកុំតែបានលោកជួយដល់សម្ងាត់ទេលោកស្រីធំក្លិនអញ្ចឹងគ្រួសារហ្វុងចិត្តឡើងធ្វើជាគ្រួសារអភិជនតែតាំងជាសម្ដេចថ្ងៃក្រោយខ្ញុំត្រូវពឹងលោកស្រីវិញទេមិនអីទេខ្ញុំតែងលើកអីហ្វៃលើកឡើងអ្នកទាំងពីរស្និទ្ធស្នាលគ្នាណាស់បានជាស្រឡាញ់គ្នាមកមិនអញ្ចឹងអ្នកទាំងពីរនៅជាមួយគ្នាទៅនេះជាពាក្យពិតប្រកាសជាពិតហើយគ្រួសារហ្វុងមិនអាចជាមនុស្សប្រភេទរមិលគុណម្យ៉ាងទៀតលោកកាត់ចេញពីវិមានទេវតាដែរជាមួយគ្រួសារហ្វុងពុយពងសំគ្នាណាស់បងម៉ែរកពេលវេលាជួបជាមួយពុកម្ដាយនិយាយពីរឿងមង្គលការរបស់ពួកយើងទៅមិនបាច់លាក់បាំងទេខ្ញុំក៏មានកំណត់អញ្ចឹងដែរប៉ុន្តែមិនក៏ខ្ញុំឮថា10ឆ្នាំមុនគ្រួសារហ្វុងបានភ្ជាប់ពាក្យជាមួយគ្រួសារអភិជនយ៉ាងមិនបាច់បារម្ភទេនោះសុទ្ធតែជាទង្វើខ្មោចប្តីខ្ញុំចុះកិច្ចសន្យាចម្ពាក់កំបិតនឹងមិនអាចឲ្យគ្រួសារហ្វុងពួកខ្ញុំមានសំណាងធំខ្លាចជាស្ដេចក្រាញ់មួយតំបន់និយាយត្រង់ទៅវាដូចជាលបែងលេងមិនអាចយកចការទេបងម៉ែគ្រួសារហ្វុងចិត្តខ្លាចជាគ្រួសាររាជវង្សហើយយ៉ាងណាថាបានមកដោយសារបំណុលកំបិតម្យ៉ាងទៀតឥឡូវនោះត្រូវជាតាកប់ទាំងរស់ហើយសោយបែបនេះមិនអាចជួយគ្រួសារហ្វុងមានតំណែងដូចសពថ្ងៃកប់ទាំងរស់អាចធ្វើអញ្ចឹងកើតដែរដូចមនុស្សឈួតសម្រាប់សាច់ញាតិតែម្ដងហើយនេះដូច្នេះទើបថានោះសុទ្ធតែជាទង្វើប្តីខ្ញុំធ្វើប្តីផ្ដាស់មិនអាចយកចការពេលនេះកូនម្ចាស់វាមានហួងស្ដីទៅដឹងត្រឹមតែกระดาษភ្ជាប់ពាក្យហើយចោលទៅវាចប់បាត់ហើយមិននេះចាំមិនហ្នឹងល្អណាស់មិនយកចការល្អណាស់ត្រឹមកระดาษភ្ជាប់ពាក្យហើយចោលទៅចាប់ហើយលឺឡានការនោះគ្រួសារហ្វុងប៊ីដាច់ពោះស្លាប់តាមផ្លូវទទួលបំណុលចម្ពាក់កំបិតលោកតាផ្ដល់នៅសំណាងល្អទើបបានរុងរឿងដោយសពថ្ងៃនេះពេលនេះចិត្តឡើងជាគ្រួសាររាជវង្សក៏បំភ្លេចគុណរមើលគុណមែនដែរទេនិយាយមិនខ្លាចសម្ដីខ្លាចជាទំនាយគ្រួសារហ្វុងនឹងធ្លាក់ដល់បាត់អញជាអ្នកណាហ៊ានសម្ដីឆ្លោះមិនខ្វះគេនៅទីនេះ
ម្ចាស់បំណុលគ្រួសារហ្វុងគូដណ្ដឹងហ្វុងអ៊ីហ្វៃជីសឹងស៊ីវ កាយលោកសាប់ហាញ់តើមិនក៏អាចនៅរស់ សត្វចម្លែកមិនមែនជាមនុស្សជាខ្មោចចំហាយស្លាប់ពេញខ្លួនហ៊ានថាខ្លួនជាម្ចាស់បំណុលគ្រួសារហ្វុងគូដណ្ដឹងហ្វុងអ៊ីហ្វៃយើងប្រាប់ឯងចុះអ៊ីហ្វៃពេលនេះជាស្រីឆ្នាំរបស់មហាសះអនាគតជាស្ដេចត្រាញ់មិនឲ្យមនុស្សស្លាប់ទាំងរស់ដោយឯងប្រមាថបានទេចុះឯងជាណាយើងជាកូនប្រុសម្ចាស់វិមានទេវតាឈ្មោះហុងម៉ៅកាន់តបរាប់ម៉ឺននាក់ចុះឯងមានសិទ្ធិអីនៅជាមួយអ៊ីហ្វៃណាមួយពេលនេះគ្រួសារហ្វុងចិត្តខ្លាចជាគ្រួសាររាជវង្សខណៈពេលនេះឯងចេញមកប្រកាសរឿងភ្ជាប់ពាក្យតើមានបំណងអីទៅ មិនខុសទេឯងចេញមកខណៈនេះចង់ចូលជាគ្រួសាររាជវង្សនឹងណាជីសង្ស៊ីវខ្ញុំនឹងបងម៉ាជាគូដែលព្រះផ្សំផ្គុំលោកកំចាំមកបំបែក លាវឡានយាយចាស់ល្ងីល្ងើហើយត្រឹមគ្រួសារហ្វុងតូចតាចសមឲ្យយើងចូលជាគ្រួសារដែរទេ ជីសង្ស៊ីវមកតែលោកចោះសម្រាប់ពេញខ្លួនមកជាហ៊ានភើនបែបនេះបាទឥឡូវលោកចាក់ចេញពួកខ្ញុំអាចនឹងប្រកាន់រឿងចាស់ទេ ល្អណាស់មិនប្រកាន់រឿងចាស់ហ្វុងអ៊ីហ្វៃឬមួយកាលនោះនាងភ្លេចពីទស្សនភាពកវីកន្ទុយសុំវល់ចុះកិច្ចសន្យាហើយហេតុថ្ងៃមុនផលថ្ងៃនេះបើនាងល្មើសកិច្ចសន្យាគ្រួសារហ្វុងនឹងត្រូវព្រះពិន័យហិនហោចទ្រព្យសម្បត្តិមានគ្រោះមហន្តរាយ ប្រហើនគ្រួសារហ្វុងចិត្តឡើងជារាជវង្សខ្លាចជាគ្រួសារអភិជនទី1របស់មហាសែពេលនេះបានភ្ជាប់ពីចំណងស្នេហ៍ជាមួយនឹងវិមានទេវតាយកបានសិទ្ធិរៀបចំពិធីព្រះបុត្រាមិននឹងអាចឲ្យឯងកុហកបោកប្រាស់ទៅ មិនខុសទេវិមានទេវតាភ្ជាប់ចំណងស្នេហ៍ជាមួយគ្រួសារហ្វុងនិងការពារគ្រួសារហ្វុងមិនខ្វល់រហូតល្អណាស់មិនខ្វល់រហូតគ្រួសារហ្វុងពិតជាលុបលន់ពេកហើយប្រៀបដូចនឹងជ្រូកបើថ្ងៃនេះនាងមករៀបការជាមួយយើងរស្មីនៃគ្រួសារហ្វុងពួកនាងនៅសល់តែ6ម៉ោងទៀតប៉ុណ្ណោះ ចោលមកសៀតហ៊ានថាគ្រួសារហ្វុងជាជ្រូកផងហ៎ បំណុលចម្ពាក់កំបិតយាយមានចិត្តមិនសងបានជាអញ្ចឹងខ្ញុំយកបំណុលកំបិតវិញយាយឯងដោះស្រាយខ្លួនឯងទៅធៀបទាំង12កាយធ្វើជាសាក់សីគ្រួសារហ្វុងក្បត់ពាក្យសន្យាល្មើសនឹងព្រះខ្ញុំបំពេញតួនាទីជាម្ចាស់បំណុលរំលាយសំណាងគេមេឃដីមិនបណ្ដៃគ្រួសារហ្វុងដែលអាចល្បីល្បាញក្រោមមេឃសុទ្ធតែពីព្រោះលោកតាខ្ញុំរៀបចំសំណាងជួយពួកនាងមានគុណសម្បត្តិថ្ងៃនេះពួកនាងបានគ្រួសាររាជវង្សលើកស្ទួយក៏ព្រោះតែពួកខ្ញុំជួយដោយសម្ងាត់ពេលនេះបំភ្លេចគុណរមើសគុណក្បត់ពាក្យសន្យា អស់សំណើចគ្រួសារហ្វុងមានដូចសពថ្ងៃគឺបានអ៊ីហ្វៃមានភ្នែករវាសរកបានបរោះត្រូវចិត្តទើបធ្វើឲ្យយើងបានឈរនៅលើកំពូលមហាសែម្ចាស់បំណុលកំបិតដែលគ្មានគេឈ្មោះតើអាចប្រៀបជាមួយនឹងសម្ដេចហួងជាងបានទេជីសង្ស៊ីវឥឡូវមិនដូចពីមុនទេលោកឈប់ខកគេឲ្យខ្លួនឯងខ្មាស់គេទៀតទៅ គ្រួសារហ្វុងភ្នែកសម្លឹងខ្ពស់ណាស់បាត់ដៃខ្នងដៃទាំងនេះពិតជាដោយពាក្យឬតគ្នា លោកក៏ធ្វើរកខ្ពង់ខ្ពស់ខ្លាំងពេកលោកត្រឹមតែជាមនុស្សស្លាប់ទាំងរស់ដែលវាចេញពីភ្នោតែប៉ុណ្ណោះមិននឹងសាកសពជាមួយខ្ញុំទេឯងកាច់រូបតាឯងស្លាប់មិនថាទេចង់និយាយគ្រួសារហ្វុងយើងទៀតទេ តែជាមិនវៃភ្នែកមិនរវាសគឺពួកនាងជួយទុកដាក់ខ្លួនឯងដល់ពេលនោះបើព្រះពិន័យក៏មិនទុកថាខ្ញុំមិនបានដាស់តឿនពួកនាងឲ្យ និយាយផ្ដេសផ្ដាស់ពេលនេះព្រះបត្រាយាងវោសត្វចម្លែកមិនមែនជាខ្មោចជាមនុស្សដូចឯងត្រូវព្រះបត្រាចាត់ការហើយ ពិធីព្រះបុត្រាមិនមែនធម្មតាទេដល់ពេលនោះម្ចាស់គ្រួសារធំៗទាំង9នៃមហាសែជុំគ្នាសូម្បីម្ចាស់គ្រួសារលីដែលមិនធ្លាប់លេចមុខក៏មកដែរចាំស្វាគមន៍ព្រះបុត្រា